ចាជំរាបសួរបងប្អូនទាំងអស់គ្នាចាដូចជាបែកបងប្អូនយូរចាថ្ងៃនេះចង់មកធ្វើវីដេអូបង្ហាញជូនបងប្អូនតែចាឥឡូវតោះបងប្អូនចាមើលកាមេរ៉ាក្រៅទាំងអស់គ្នាដូចនេះនេះគឺនាងខ្ញុំប្រើកាមេរ៉ាមុខទេចាបងប្អូននេះនាងខ្ញុំចង់បង្ហាញជូនបងប្អូនកាលពីមុនចាគឺក្នុងចំការតបែកនេះគឺដូចជានៅក្នុងព្រៃយ៉ាងអញ្ចឹងណាបងប្អូនចាគឺគម្លាតពីមួយគុំទៅមួយគុំចាបងប្អូននេះណាចាពីមួយគុំនេះទៅមួយគុំនេះគឺ2ម៉ែត្រកន្លះចាគឺណាយ៉ាងនេះឯងបងប្អូនណាចាហើយនេះដើមនៅខាងលើនេះវាទូជាងដើមនៅកណ្ដាលហើយនឹងទៅខាងចុងទេអញ្ចឹងហើយចាដោយសារតែណែនពេកបងប្អូននេះក៏សម្រេចចិត្តថា2ជួរដក1ចាមុនដំបូងថាគឺដកមួយជួរទេគឺម្លងមួយជួរតែដោយសារដូចជាកាប់ចោលច្រើនពេកក៏សម្រេចចិត្តថា2ជួរដកមួយជួរបងប្អូនណាចា2ជួរដកមួយជួរហើយបងប្អូនមើលតាំងពីកាប់ចោលនឹងហើយគឺមកដល់ឥឡូវចានេះមិនដាំទេណាបងប្អូនគឺវាលាស់វិញចាគឺមកដល់ឥឡូវនេះដូចជាតបតែបែន2ខែទេបងប្អូនចា2ខែជាងចាហើយបងប្អូនមើលចាមើលមេឃខាងនេះហើយមេឃខាងនេះតួចង់ដល់គ្នាវិញទៀតទៅហើយចានេះបងប្អូននេះសុទ្ធតែដកមួយជួរណា2ជួរដកមួយជួរចា2ជួរដកមួយជួរចាហើយចានេះជួរដែលមិនដកគឺវាចាក់ស្រេះចូលគ្នាអញ្ចឹងណាបងប្អូនចាអញ្ចឹងបើសិនជាបងប្អូនចាដាំក្រោយគឺបងប្អូនដាំចន្លោះពី3ម៉ែត្រកន្លះឡើងទៅណាបងប្អូនចាដើម្បីកុំឲ្យវាឆាប់ដល់គ្នាពេកចានេះគឺដូចបងប្អូនបានឃើញសិតតែ2ជួរដកមួយជួរណាចាហើយនេះសិតតែវាលាស់មកចេញពីគល់ហ្នឹងណាបងប្អូនម្ដងហ្នឹងគឺវាលាស់ចេញពីគល់គឺអត់បានកាប់ចោលក៏នៅនឹងសិនទៅរិសាររវល់ខ្លាំងចាគុំខ្លះគឺលាស់ឡើងស្គល់តែម្ដងចាឲ្យបងប្អូនដូចបងប្អូនបានឃើញណាគឺវាចង់ដល់គ្នាទៅហើយចាប្រហែលជា2-3ខែទៀតគឺដល់គ្នាតែម្ដងហើយបងប្អូនមើលចាចន្លោះនៅពេលដែលកាប់ហើយគឺចម្ងាយរបស់វាគឺចូល5ម៉ែត្រទេណាបងប្អូនព្រួយនាងខ្ញុំដាក់2ម៉ែត្រកន្លះមួយអញ្ចឹងដក1ចាគឺចន្លោះវា5ម៉ែត្រហើយបងប្អូនមើលចន្លោះអត់សូវធំទេណាបងប្អូនប្រហែលជា3ខែឬ4ខែទៀតគឺប្រហែលជាដល់គ្នាទៀតហើយចាប្រហែលជាមេឃហ្នឹងគឺដល់គ្នាហើយគឺទូលាយមកល្មមបងប្អូនអញ្ចឹងចំពោះបងប្អូនដែលដាំក្រោយបើសិនជាបងប្អូនចាចង់ដាំហើយចង់ដាំ2ម៉ែត្រកន្លះដូចនាងខ្ញុំគឺតម្រូវឲ្យបងប្អូនកាប់ចោលដូចគ្នាតែខ្ញុំមិនចង់ឲ្យបងប្អូនកាប់ចោលទេគឺចង់ឲ្យបងប្អូនដាំឲ្យចាចោលកលៀតឲ្យឆ្ងាយឲ្យហើយចាចោលកលៀតឲ្យឆ្ងាយពីគ្នាហើយឬក៏បងប្អូនគិតថាដាំចន្លោះពេលដែលដាំទៅចារយៈពេលចានិយាយទៅដាំទៅគឺនាងខ្ញុំអត់ឲ្យទុកផ្លែទេដោយសារបងប្អូនដែលយកមេឃពីខាងនាងខ្ញុំទៅគឺជាប់ផ្លែជាប់ក្តាប់ទៅហើយនៅពេលដែលវាលាស់ប្រឡូកថ្មីលាស់ត្រួយថ្មីគឺមានផ្កាមកហើយបងប្អូនអញ្ចឹងតម្រូវឲ្យបងប្អូនចាទុកផ្លែរយៈពេលតាំងពីដាំរហូតដល់4ទៅ5ខែទៅបងប្អូនចាប់ផ្ដើមទុកអញ្ចឹងគឺបងប្អូនចាប់ផ្ដើមបានបេះមួយហើយអញ្ចឹងក៏បងប្អូនចាប់ផ្ដើមប្រមូលផលពីចា4-5ខែហ្នឹងទៅហើយ
ចឹងបងប្អូនគិតមើលបើសិនជាបងប្អូនដាំរយៈ2ម៉ែត្រកន្លះដូចនាងខ្ញុំបងប្អូនអាចទទួលផលចាបានរយៈពេលយ៉ាងតិចក៏3ឆ្នាំក្រោយដែរបងប្អូនណាចា3ឆ្នាំរយៈពេលតាំងពីចាប់ផ្ដើមបានបេះមួយចាគឺរហូតដល់3ឆ្នាំដូចណែនដូចនាងខ្ញុំនេះគឺចាប្រហែលជាថាវាយ4ឆ្នាំចុះចាយ៉ាងយូរ5ឆ្នាំចុះបងប្អូននេសាមិនបានកត់ពេលវេលាវាຕົកចានេះតាមចាំទេណាបងប្អូនចាអញ្ចឹងនៅពេលដែលបងប្អូនគិតថាវាណែនហើយចាំកាប់ចោលដូចនាងខ្ញុំក៏បានហ្នឹងគឺអត់ខាតដីបងប្អូនណាតែបងប្អូនគិតថាដាំហើយគឺមិនចង់កាប់ចោលទេអញ្ចឹងបងប្អូនទុកចន្លោះពី3ម៉ែត្រកន្លះទៅ4ម៉ែត្រហើយទៅចាគឺល្មមតែម្ដងបងប្អូនណាចាមានអារម្មណ៍ថាដូចជាមិនទាន់ស្រួលខ្លួនមែនតែនទេគឺគ្រុនតាំងពីភ្ជុំមកណាបងប្អូនចាហើយដូចជានិយាយទៅរៀងហត់បន្តិចបងប្អូនចាហើយមកចាវីដេអូនេះចង់បង្ហាញជូនចាគឺផ្លែច្រើនមែនតែនបងប្អូនម៉ាន់ជូគឺផ្លែក្តាំងតែម្ដងណាចាច្រកឡើងសសព្រុះតែម្ដងបងប្អូនហើយឥឡូវហ្នឹងអត់មានតបាយឲ្យម៉ួយទេបងប្អូនអើយទាំងម៉ាន់ជូយទៅទាំងគ្រប់ប្រភេទតបាយគឺផ្គត់ផ្គង់ម៉ួយអត់ក្រាន់ចាដោយសារឥឡូវហ្នឹងវាទៅតែល្មមបេះមួយចាពេលរយៈពេលដែលច្រកពីឥឡូវហ្នឹងទៅប្រហែលជាចុងខែចាចុងខែហ្នឹងទៅចាប់ផ្ដើមបានបេះច្រើនហើយនេះគីមជូណាបងប្អូនបើសិនជាបងប្អូនដាំច្រើនខ្ញុំសូមឲ្យបងប្អូនដាំឲ្យច្រើនពូជដូចនាងខ្ញុំបងណាបងប្អូនណាចាព្រោះអីម៉ាន់ជូនាងខ្ញុំទៅតែល្មមច្រកទេបងប្អូនតែគីមជូនេះខាងនេះគីមជូណាបងប្អូនចាតែគីមជូនាងខ្ញុំប្រមូលផលហើយរួចហើយចាគឺបេះបានច្រើនហើយបានម៉ាន់ជូទៅតែចាប់ផ្ដើមច្រកតាមក្រោយទេគឺផ្លែវាមុនក្រោយណាបងប្អូនផ្លែវាអត់ចំគ្នាណាចាអញ្ចឹងបើសិនជាបងប្អូនដាំតែមួយមុខគឺបងប្អូនអាចនឹងចាប់ថែវាអត់តន់ចានេះសិតតែគីមជូណាបងប្អូនហើយបងប្អូនកុំឆ្ងល់វីដេអូនាងខ្ញុំបង្ហាញគឺចំការនាងខ្ញុំគឺចំការណាក៏លោកគ្នាដែរចានេះក្តាប់គីមជូណាបងប្អូនណាគេលោថាបងប្អូនមិនជឿចាក្តាប់គីមជូគឺបែបភេទបែបនឹងឯងចានាងខ្ញុំអត់បានស្រាយផ្លែធំទេដោយសារដៃមួយចាហើយក្តាប់ម៉ាន់ជូនេះបងប្អូនគឺរៀងបែបនេះឯងចាអញ្ចឹងនៅពេលដែលតបាយខាងនេះចាទៅតែបានច្រកច្រើនតបាយគីមជូគឺបេះផ្លែរួចហើយបងប្អូនមិនមែនអត់ផ្លែណាចាគឺនៅសល់មួយនេះគឺចុងដៃចាគីមជូដែលនៅឃើញថាមាននៅថងមួយហ្នឹងគឺចុងដៃណាបងប្អូនអញ្ចឹងនាងខ្ញុំចាប់ផ្ដើមចាធ្វើមេឃចាធ្វើមេឃបន្តទើបវាមានចេញផ្កាក្តាប់បែបនេះឯងបងប្អូននេះចាពេលដែលមានផ្កាមានអីគឺចាចាប់ផ្ដើមថែវាបន្តទៀតអញ្ចឹងទៅចាឲ្យបងប្អូនមើលចាម៉ាន់ជូគឺច្រកសពងចាគីមជូគឺអស់ផ្លែចានេះគីមជូចាគឺអស់ផ្លែហើយដោយសារប្រមូលផលរួចហើយអញ្ចឹងនៅសល់មួយនេះគឺចុងដៃទេចំណែកម៉ាន់ជូនេះគឺចាប់ផ្ដើមចាចាប់ផ្ដើមច្រកខ្លាំងប្រហែលជាចុងខែទើបអាចប្រមូលផលបានច្រើនហើយរៀងទលាយជាងមុនបន្តិចណាបងប្អូននេសាដើមកដាលនេះក៏លះចោលដែរ
cha nơi chồng cá đấy nương trong thua với tàu bằng hai chú bông ôn chởn hai cứ trôi ọt cho tê cha tái le chào bông ôn cha le chào lăng tỉ lý kháng còng hai đọ đọ mùi chùa cha pi chua đọ muối nè bông ôn pi chua đọ muối nè cha pi chua đọ mùi chua chẳng từ riêng sla chẳng đi ai pe khác mà nè ai ấy ca vì muốn nó cho hiên trôi lên nè bông ôn này sao viên ngô trôi kia kháng pe hai pe đại miền phai trơn chà đạp đọt đầy ọt tay mà đòn khục đàm giờ đi bông ôn mơ đàm nên chẳng đấy chà mơ nơ pe đại phai nâng việt thông đấy cứ mê nâng sử dụng cho mà ọ hơi chà hay mà đám cứ trọn khăn nè bông ôn hai nâng niên trong bay chào phong đấy ọt tục tam phai tròn chẳng tê chàng chẳng với tàu ní niên trong phần hai chun bong ôn phần năng tế chà hai mình click tế bong ôn cha aoแต่tha thưa với tàu cứ cha lụa pui chun bong ôn hai cha bà sân chị bong ôn trời ca pui tờ bài cha tờ bài bánh chu kim chu cha tờ bài kì nhớ tờ bài rộp bí hay nó ọt crop cha bong ôn ai tờ nẹt nổ mà tam thì dạ lấy tụ sắp cho nôn pí xe hai coi cho lấy đại miền Telegram sắp đôi khi đai ná bông ôn chà hai một tiết mà sân chị bông ôn trời ca snail chà snail cho tờ bài chà niềng nhóm tụ tụ nhà chun bông ôn chà cục mà phải pram khai công đôi khi chà haiประเภท snail នេះគឺវាមានអត្ថប្រយោជន៍ច្រើនបងប្អូនចំពោះចាតបាយពីមុនមកគឺប្រភេទតបាយគីឡូខ្មែរយើងពីមុនគឺច្រកតែថងទេហើយអត់សូវចាញ់ថ្ងៃណាបងប្អូនតែប្រភេទតបាយម៉ាន់ជូននេះនិយាយទៅតបាយឥឡូវគឺវាហាក់ដូចជាចាញ់ថ្ងៃខ្លាំងឬក៏កម្ដៅថ្ងៃឥឡូវវាខ្លាំងជាងមុនមិនដឹងទេបងប្អូនតើតបាយបើសិនជាមិនច្រកស្នោទេគឺស្លោកខ្លាំងតែម្ដងអញ្ចឹងស្នោនេះគឺវាជួយការពារកម្ដៅថ្ងៃចានៅពេលតូចអញ្ចឹងគឺជួយការពារកម្ដៅថ្ងៃបានចាបានប្រយោជន៍មួយចានៅពេលដែលធំចាធំទៅគឺងាយស្រួលក្នុងការដឹកជញ្ជូនបងប្អូនចាដឹងជូនទៅទីឆ្ងាយក៏អត់បញ្ហាដែរគឺប្រភេទស្នោនេះវាទប់ទល់ការប៉ះទង្គិចគ្នាគឺវាអត់ជាប់ទេបងប្អូនណាចាហើយស្នោនេះនៅពេលដែលចាផ្លែធំគឺបកមកគឺស្អាតតែម្ដងណាផ្លែគឺបកហើយចាបកចេញពីស្នោហើយគឺគួរឲ្យចង់ញ៉ាំចាបើសិនជាបងប្អូនត្រូវការចានាងខ្ញុំផ្ញើបងជូនបងប្អូនចាគ្រប់25ខេត្តក្រុងទាំងពូជត្របែកទាំងស្នោណាបងប្អូនណាចាហើយជាចុងក្រោយវីដេអូចាសូមឲ្យបងប្អូនចាជួយចុច like ជួយ subscribe channel របស់នាងខ្ញុំម្នាក់មួយផងចាហើយកុំភ្លេចដាក់សញ្ញាកណ្ដឹងផងណាបងប្អូនចាអរគុណជម្រាបលាបាយបាយ